ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបានធ្វើដំណើរចេញពីស្រុកមកកំពូលខេត្តកណ្ដាលនៅឆ្ពោះទៅកាន់ស្រុកស្រីសន្ធរខេត្តកំពង់ចាមបងប្អូននេះផ្លូវនៅភូមិមានជ័យបងប្អូននេះឆ្ពោះទៅខាងស្រុកស្រីសន្ធរប៉ុន្តែឆ្ពោះដំណើរពីព្រឹកគូទៅជាបងប្អូននេះទេសភាពស្អាតណាស់បងប្អូនអើយទេសភាពកប់មកនិយាយពីថាព្រឹកឡើងម៉ោង6ជាងតែទៅជាជិះម៉ូតូយ៉ាងញ័រដៃបន្តិចអញ្ចឹងសើភ័យទៅបងប្អូនកាមេរ៉ាកាន់ណាត់សេច្បាស់ញ័រដៃวันนี้ខ្ញុំឆ្ពោះចេញពីស្រុកមកកំពូលទៅបងប្អូននេះឆ្ពោះទៅខាងស្រុកសុំធរហើយទៅដល់ឃុំព្រៃរំដីក៏ដល់ឃុំមហាខ្ញោហើយអញ្ចឹងបងប្អូនអាចធ្វើដំណើរតាមផ្លូវនោះបានតើនេះដែរពីមុនមកអត់តានមានទេបងប្អូនហើយយើងឆ្ពោះទៅភ្នំពេញហើយយើងជិះតាមផ្លូវមួយទៀតផ្លូវចាស់តែឥឡូវគេឡើងជិះហើយឯសារវាមកឆ្ងាយឥឡូវយើងជិះតាមផ្លូវនេះម្ដងឥឡូវខ្ញុំឆ្ពោះពីភ្នំពេញខ្ញុំអត់បានថតពីភ្នំពេញមកទេដោយសារបាត់មិញស្ទះពេកខ្ញុំអត់បានកាន់ទូរស័ព្ទអញ្ចឹងខ្ញុំចាប់ផ្លងពីស្រុកមកកំពូលទៅហ្មងនេះបងប្អូននេះមកដល់ឃុំមានជ័យបងប្អូនឃុំមានជ័យមកដល់នោះវាមានផ្លូវកោងបន្តិចគ្រាន់ថាផ្លូវនោះវាស្រួលជិះដែរវាថាតលាយសេមានឡានធំមិនច្រើនទេមានតែម៉ូតូបងប្អូនធ្វើដំណើរពីនឹងទៅហើយឆ្ពោះទៅខាងស្រុកសន្ធរបងប្អូនមកទេសភាពនៅនឹងជាធាសាចំការធ្វើអីទេសភាពបងប្អូនឥឡូវនេះមកមើលខ្ញុំខតវីដេអូจะជួងឲ្យបងប្អូនទស្សនាតានេះនៃទឹកភាពតាមដងផ្លូវនេះស្រុកសន្ធរខេត្តកំពង់ចាមឆ្ពោះទៅខាងស្រុកកោស្ត្រាដូរនេះខ្ញុំបានថតពេញនេះបងប្អូនដោយសារវាឆ្ងាយដែរចឹងហើយខ្ញុំថតកាត់ខ្លះឲ្យបងប្អូនទស្សនាហើយយើងថតវែងពេកទុកខ្លាចបងប្អូនធន់ចឹងឥឡូវនេះសូមនេះមិនបានធ្វើដំណើរមកឆាប់ដល់ស្រុកកោស្ត្រានេះបងប្អូនតាមទីដល់ស្រុកកោស្ត្រានេះនេះជាវីដេអូនៅស្រុកកោស្ត្រាវីដេអូខាងក្រៅមុនហ្នឹងនៅខាងស្រុកស៊ីនធរអញ្ចឹងនេះចូលដល់ស្រុកកោស្ត្រានេះទៅបងប្អូនដោយសារខ្ញុំថតតាប់ចុះហើយនេះឈប់ដល់ផ្ទះខ្ញុំហើយទីភ្នំពេញមកខាងស្រុកភ្នំដូចជា90គីឡូបងប្អូនអញ្ចឹងឥឡូវឈប់ដល់ផ្ទះហើយនេះផានបាត់ទៅផ្ទះដល់ផ្ទះបងប្អូនអញ្ចឹងផ្លូវហ្នឹងវាឆ្ពោះទៅខាងត្បូងឃ្មុំបងប្អូនត្បូងឃ្មុំកំពង់ចាមទៅទីក្រុងស្រុកអីទីរំខានទីយល់ជីកាត់តាមដែរហើយនេះឈប់ដល់ហើយឥឡូវនេះមកដល់ផ្លូវឈប់ដល់ផ្ទះបងប្អូននេះបោទីគួតែពេញកាលស្រុកបងប្អូនបោទីគួឥឡូវឈប់ដល់ផ្ទះបងប្អូនដល់ផ្ទះម៉ោង7ជាងចឹងម៉ោង6នេះដល់ផ្ទះហើយខ្ញុំបាត់តាមចោដល់ផ្ទះហើយបងប្អូនផ្ទះបងប្អូន
អរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំអរគុណច្រើនបងប្អូនហើយមកដល់ទីហើយអរគុណ